មនុស្សអកតេមិនមែនជាមនុស្សដែលមើលមិនឃើញការពិតទេប៉ុន្តែជាប្រភេទមនុស្សដែលជ្រើសរើសមើលមិនឃើញការពិតព្រោះនៅក្នុងក្រសែភ្នែករបស់ពួកគេខុសនឹងคล้ายទៅជាត្រូវបើវាបំរើផលប្រយោជន៍ខ្លួនសคล้ายទៅជាខ្មៅបើវាមកពីមនុស្សដែលគេស្អប់គុណធម៌នឹងคล้ายទៅជារឿងឥតប្រយោជន៍បើវាស្ថិតនៅចំពោះមុខអំណាចនិងទោសៈចិត្តដែលពោពេញដោយអកតេវាប្រៀបបីដូចជាទឹកដែលគេដាក់ថ្នាំពណ៌ខ្មៅទោះបីជាយើងព្យាយាមចាក់ទឹកដែលស្អាតចូលទៅប៉ុណ្ណាក៏ដោយក៏វានៅតែខ្មៅដដែលអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺមនុស្សអកតេមិនដែលដឹងខ្លួនឯងថាកំពុងតែងងឹតងងុលឡើយព្រោះគេរវល់តែបង្កើតសច្ចធម៌ផ្ទាល់ខ្លួនដើម្បីលួងចិត្តខ្លួនឯងចូលចាំថាការជជែកវែកញែកជាមួយនឹងមនុស្សអកតេគឺជារឿងខាតពេលវេលាបំផុតព្រោះបើទោះបីជាយើងមានហេតុផលកម្រិតណាក៏ដោយក៏វាមិនអាចឈ្នះចិត្តតែចង់ឈ្នះនោះដែរដូច្នេះកុំព្យាយាមបំភ្លឺផ្លូវមនុស្សដែលកំពុងតែធ្វើភ្នែកខ្វាក់ព្រោះតែមិនបានខ្វាក់ប៉ុន្តែបណ្ដាលមកពីបាត់បង់សតិសម្បជញ្ញៈ